ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើបង្អែមចាហួយខ្មៅលាយជាមួយនឹងគ្រាប់ត្នោតម្សៅចាហួយខ្មៅលើកនេះខ្ញុំទិញបានល្អមែនតែនសាច់វាគឺណែនហាប់ហើយស្វិតទៀតឥឡូវនេះយើងមកចាប់ផ្ដើមធ្វើជាមួយនឹងចាហួយខ្មៅមុនគេអញ្ចឹងខ្ញុំត្រូវលាយម្សៅនឹងចំនួន1ខាំរូបមន្តនៅនឹងកញ្ចប់ផុនគេនឹងគេដាក់ថា1 7អញ្ចឹងប្រសិនបើយើងដាក់ម្សៅ1យើងត្រូវប្រើទឹក7តែនៅក្នុងវីដេអូនេះខ្ញុំប្រើទឹកតែ6ទេដោយសារបើសិនជាយើងដាក់7ដូចគេវាធ្វើឲ្យសាច់ចាហួយនឹងវាទន់ខ្លាំងពេកដូច្នេះមុននឹងខ្ញុំចាក់ម្សៅចាហួយចូលទៅខ្ញុំត្រូវដាំទឹក600មីលីលីត្រនោះឲ្យពុះសិននៅពេលដែលទឹកពុះហើយយើងត្រូវបន្ថយភ្លើងឲ្យទាបរួចហើយចាក់ម្សៅចាហួយនឹងចូលទៅអញ្ចឹងរូបមន្តដែលខ្ញុំប្រើគឺ1.6បានន័យថាម្សៅចាហួយ1ខាំទឹក600មីលីលីត្រចាក់ម្សៅចូលរួចហើយបងប្អូនត្រូវកូរម្សៅនៅលើភ្លើងទាបនឹងរហូតដល់វាចូលគ្នាសព្វជាមួយនឹងទឹកចាគ្រាប់ម្សៅចាហួយរលាយអស់ហើយអញ្ចឹងបងប្អូនអាចលើកវាចុះមករួចហើយចាក់ចូលទៅក្នុងថាសឬក៏ចានបែបនេះប្រសិនបើបងប្អូនប្រញាប់ចាក់រួចហើយបងប្អូនអាចយកវាទៅដាក់នៅក្នុងទូទឹកកកបើមិនអញ្ចឹងទេយើងអាចទុកវានៅក្នុងផ្ទះបាយធម្មតា1ម៉ោងអីហ្នឹងគឺវាកកហើយជំហានបន្ទាប់នេះយើងនាំគ្នាមកធ្វើទឹកស្ករខ្ទិះដូងវិញម្ដងទឹកស្ករខ្ទិះដូងនេះគឺសំខាន់ដែរបងប្អូនព្រោះអីម្សៅចាហួយផាន់យើងរៀងផ្អែមតិចទេហើយគ្រាប់ត្នោតក៏ផ្អែមតិចដែរអញ្ចឹងយើងត្រូវធ្វើទឹកស្ករហ្នឹងឲ្យឆ្ងាញ់ជាដំបូងយើងត្រូវដាំទឹកខ្ទិះដូងចុងហ្នឹងចំនួនកន្លះលីត្រឲ្យពុះបន្ទាប់មកយើងត្រូវដាក់ស្ករសចំនួន8ស្លាបព្រាបាយអំបិលកន្លះស្លាបព្រាកាហ្វេកូរស្ករនិងអំបិលឲ្យរលាយបន្តិចរួចហើយយើងនឹងដាក់ខ្ទិះដើមចូលចំនួនកន្លះលីត្រដូចគ្នាចំពោះស្លឹកតើយប្រសិនបើបងប្អូនមានអាចដាក់ទៅព្រោះថាវាធ្វើឲ្យទឹកខ្ទិះដូងផាន់យើងនឹងមានក្លិនឈ្ងុយឆ្ងាញ់រួចហើយបងប្អូនត្រូវដាក់ដាំវាមួយពុះទៀតអាចលើកចុះបានចំពោះគ្រាប់ត្នោតគឺខ្ញុំធ្វើដោយលើកមុនអញ្ចឹងខ្ញុំយកវាទៅដាក់នៅកន្លែងកកឲ្យវាកកសិនទៅចាំយើងយកវាមកដាក់ត្រាំទឹកវិញរួចហើយយើងអាចបកវាយ៉ាងស្រួលបកសម្បកនិងលាងទឹកបានស្អាតហើយបងប្អូនអាចយកវាមកកាត់ជា2ឬក៏ជា4ទៅតាមការចូលចិត្តបកមកមើលចាហួយខ្មៅវិញគឺវាកកល្មមបងប្អូនអាចយកឧបករណ៍អីក៏បានដែរមកតេស្តបែបនេះទៅឃើញថាសាច់របស់វាខាំជាប់គ្នាល្អហើយអញ្ចឹងបងប្អូនអាចយកកាំបិតមកកាត់ជាដុំតូចសម្រាប់ខ្ញុំចូលចិត្តយកវានឹងមកកាត់ជាដុំរាងធំចេះទៅព្រោះថានៅពេលដែលយើងដួសវាអត់របូតចេញពីស្លាបព្រាយើងវិញបងប្អូនអាចមើលម្សៅចាហួយនេះគឺទិញបានល្អមែនតែនសាច់របស់គេឡើងណែនហាប់ហើយស្វិតទៀតហើយទន់ចាវិធីធ្វើបង្អែមចាហួយខ្មៅលាយគ្រាប់ត្នោតគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះប្រសិនបើបងប្អូនមានយោបល់ឬក៏សំណួរអ្វីអាចសរសេរជាខមមិននៅខាងក្រោមវីដេអូនិងចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា